បាទជំរាបសួរពុកម៉ែបងប្អូនគ្នាថ្ងៃនេះជួបជាមួយខ្ញុំបាទសាជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំមកបង្ហាញពុកម៉ែបងប្អូនគ្នារបៀបចាក់សោកម្មវិធីបាទ Facebook Telegram Chat អីបាទជាមួយនឹងទូរស័ព្ទដៃ iPhone ហ្នឹងណាអញ្ចឹងឧទាហរណ៍ពុកម៉ែបងប្អូនគ្នាចង់ចាក់សោ Telegram អញ្ចឹងបងប្អូនគ្នាគ្រាន់តែសង្កត់នៅលើ Telegram យើងមកបន្ទាប់មកបងប្អូនគ្នាយកកន្លែងនេះ request fake ID បាទយើងចុចលើហ្នឹងមកបាទបន្ទាប់មក request fake ID បាទបន្ទាប់មកវានឹងធ្វើការ scan មុខរបស់យើងហើយបាទអញ្ចឹង Telegram នេះក៏បានចាក់សោហើយបងប្អូនចាំមើលបើខ្ញុំមិនមែនម្ចាស់ទូរស័ព្ទឧទាហរណ៍ខ្ញុំទុកទូរស័ព្ទចោលអីចឹងមានគេចង់យកទូរស័ព្ទយើងមកគេចុចចង់ចូល Telegram គឺវាទាមទារឲ្យយើង verify ជាមួយមុខរបស់យើងអញ្ចឹងចាំមើលដល់ពេលខ្ញុំដាក់ជាមួយមុខរបស់ខ្ញុំវិញវានឹងបើក Telegram ហ្នឹងហើយបាទកម្មវិធីផ្សេងដូចគ្នាទៀតបងប្អូនគ្នាចង់ចាក់នៅលើ chat អញ្ចឹងបងប្អូនគ្នាគ្រាន់សង្កត់នៅលើហ្នឹងមកបាទហើយយក request fake ID ហ្នឹងមកបាទហើយយកខាងលើហ្នឹងបាទវានឹងធ្វើការ scan មុខយើងដូចគ្នាអញ្ចឹងឥឡូវយើងបាន scan ហើយឧទាហរណ៍ខ្ញុំទុកទូរស័ព្ទចោលអញ្ចឹងទៅមានគេចង់ចូល chat ខ្ញុំគឺត្រូវ verify ជាមួយមុខរបស់យើងមិនបានដោះសោចេញអញ្ចឹងបើយើងមិនមែនម្ចាស់ទូរស័ព្ទគឺវាអត់ scan ឲ្យទេអញ្ចឹងនៅពេលដែលយើង scan មុខរបស់យើងវិញមកយើងនឹងបាទចូល chat យើងបានវិញធម្មតាអញ្ចឹងបាទហើយសម្រាប់ការដោះវិញក៏ដូចគ្នាបងប្អូនគ្នាយើងគ្រាន់តែសង្កត់នៅលើហ្នឹងឲ្យជាប់មកបាទបន្ទាប់មកនេះ don't request fake ID ហ្នឹងបាទវានឹងធ្វើការដោះឲ្យយើងហើយអញ្ចឹងខ្ញុំចង់ដោះឆាតមួយទៀតបាទបាទអញ្ចឹងខ្ញុំដោះហើយវីដេអូនេះក៏មានប៉ុណ្ណឹងទេបងប្អូនគ្នាជួបគ្នានៅវីដេអូក្រោយទៀតអរគុណសូមជម្រាបលា